ហើយផ្ដាំទៅរស់ឡានមកពេលណាក៏បានខ្ញុំចាំទទួលតែហាមយកច្បាប់ប្រកួតផ្ទះចៅមកនិយាយនៅទីនេះបាទប្រកួតនៅស្រុកខ្ញុំច្បាប់ស្រុកខ្ញុំទៅប្រកួតអ្នកស្រុកឯងច្បាប់អ្នកស្រុកឯងអូខេបាទខ្ញុំស៊ូស្លាប់នៅលើសាយវៀនមិនឲ្យអ្នករិះគន់មើលងាយខ្ញុំឡើយអញ្ចឹងម្ដងទៀតរស់ឡានចង់ឈ្នះវាយពីមុខខ្ញុំស៊ូស្លាប់ទល់មុខជាមួយនឹងអ្នកឯងមិនមែនខ្ញុំបាយគាត់វាយទេខ្ញុំចាប់ជើងគាត់ខ្ញុំហក់ទៅវាយគាត់ខុសគាត់គូគាត់កិច្ចហើយគាត់វាយពីក្រោយយើងអញ្ចឹងដងខ្លួនយើងពីមុខហាត់បានបាទពីក្រោយយើងអត់បានហាត់ទេអូឥឡូវខ្ញុំសូមសង្ខេបបន្តិចកាលនោះគឺរឿងសាភ័ណ្ឌប្រកួតជាមួយរស់ឡានបាទនៅខាងទួលបរោរាជធានីភ្នំពេញនៅពេលដែលប្រកួតហើយមានសកម្មភាពមួយចំនួនដែលធ្វើឲ្យរឿងសាភ័ណ្ឌគាត់បែរជាចូលម្ដាយនោះគាត់ស្រុតបាត់មាត់បាត់កងងឹតមុខខឹងបាទក្រោយពេលគណៈកម្មការបច្ចេកទេសដែលក្នុងនោះមានវត្តមានប្រធានសហព័ន្ធកីឡាបដាល់គុណខ្មែរដែលលោកបានប្រឹក្សាគ្នាអស់រយៈពេលយ៉ាងយូរបានសម្រេចផ្ដល់ខ្សែក្រវ៉ាត់ឲ្យរឿងសាភ័ណ្ឌបាទតោះសាភ័ណ្ឌឥឡូវខ្ញុំសូមឲ្យសាភ័ណ្ឌរំលឹកពីគ្រានោះបន្តិចហើយតើសាភ័ណ្ឌនិយាយបែបណាគិតបែបណានៅក្នុងសកម្មភាពនាថ្ងៃនោះបាទជាដំបូងសូមគោរពដល់ពុកម៉ែបងប្អូននៅខេត្តកែចេះខ្ញុំមានកម្លាំងចិត្តវាយដោយសារសំឡេងពុកម៉ែបងប្អូនអូយ៉ាងម៉េចហ្នឹងបងប្អូនហើយពុកម៉ែបងប្អូនជាកម្លាំងទឹកចិត្តខ្ញុំមានពុកម៉ែបងប្អូនទើបខ្ញុំមានថ្ងៃនេះបាទហើយចូលមកប្រធានបទយើងវិញខ្សែក្រវ៉ាត់មួយនេះខ្ញុំបានឈ្នះរ៉ូហ្វាន់ពិតមែនតែឈ្នះដោយសារគាត់ប្រកួតខុសលក្ខន្តិកៈមិនមែនខ្ញុំបាយឲ្យគាត់វាយទេខ្ញុំចាប់ជើងគាត់ខ្ញុំហក់ទៅវាយគាត់ខុសគាត់គូគាត់កិច្ចហើយគាត់វាយពីក្រោយយើងអញ្ចឹងពេលនោះខ្ញុំចង់ងើបមកប្រកួតណាស់តែខ្ញុំងើបអត់បានខ្ញុំងើបវិលបាទហើយខ្សែក្រវ៉ាត់មួយនេះខ្ញុំឈ្នះខ្ញុំអត់ចង់បានទេឈ្នះបែបនេះឈ្នះទាំងពុកម៉ែបងប្អូនដែលខមមិនរីគុណថាខ្ញុំស៊ីឡាខ្ញុំវាយបង្កើតបាទនេះជាការរីគុណសម្រាប់ពុកម៉ែបងប្អូនបាទហើយក៏ជាកម្លាំងចិត្តខ្ញុំដែរខ្ញុំយកមកខំប្រឹងឲ្យពុកម៉ែបងប្អូនខ្ញុំប្រាប់ដងខ្លួនយើងពីមុខហាត់បានបាទពីក្រោយយើងអត់បានហាត់ទេបាទជាងកន្លែងនេះគឺងាយត្រូវងាយស្លប់ងាយវិលហើយខ្សែក្រវ៉ាត់មួយនេះខ្ញុំសូមទុកនៅកណ្ដាលចាត់ទុកជាមោខៈហើយផ្ដាំទៅរស់ឡានមកពេលណាក៏បានខ្ញុំចាំទទួលតែហាមយកច្បាប់ប្រកួតផ្ទះចៅមកនិយាយនៅទីនេះបាទប្រកួតនៅស្រុកខ្ញុំច្បាប់ស្រុកខ្ញុំទៅប្រកួតអ្នកស្រុកឯងច្បាប់អ្នកស្រុកឯងអូខេបាទហើយខ្សែក្រវ៉ាត់នេះខ្ញុំមិនយកទេខ្ញុំបកគលឲ្យស្ថានីយ៍និង sponsor តាំងពីពាក់ខ្ញុំដំបូងនៅលើនោះខ្ញុំថាឲ្យគាត់មួយខែមកបានហើយបាទតែពេលនោះបាទមិនទាន់មានដំណឹងឥឡូវមានដំណឹងពី Gainsbourg ហើយយ៉ាងមកចាត់ជាកូនប្រុសវាយទល់មុខខ្ញុំស៊ូស្លាប់នៅលើសាយវៀនមិនឲ្យអ្នករិះគន់មើលងាយខ្ញុំឡើយបាទហើយមួយចំនួនទូយឯបងប្អូនអ្នករិះគន់ដើម្បីស្ថាបនាច្រើនអ្នករិះគន់ជេរយកតិចនេះជាអារម្មណ៍របស់គាត់យើងមិនអាចហាមឃាត់បានទេតែការរិះគន់គាត់គឺជាការខំប្រឹងរបស់ខ្ញុំបាទទើបខ្ញុំមានថ្ងៃនេះហើយមានពុកម៉ែបងប្អូនទើបខ្ញុំមានថ្ងៃនេះបាទអញ្ចឹងម្ដងទៀតរស់ឡានចង់ឈ្នះវាយពីមុខខ្ញុំស៊ូស្លាប់ទល់មុខជាមួយនឹងអ្នកឯងបាទតែមិនអ្នកឯងប្រកាសថាឈ្នះខ្ញុំស្រួលទេបាទអរគុណបងប្អូនបាទហើយខ្សែក្រវ៉ាត់នេះសូមទៅក្រុមហ៊ុននិងស្ថានីយ៍ទុកនៅកណ្ដាលខ្ញុំចាំតំណែងគាត់មកខ្ញុំនឹងសំលៀងទុករហូតគីឡូដូចកាណាត់ចិត្តវាយគុតវាយពីមុខណាកុំវាយពីក្រោយងាប់ហ្នឹងណា
អរគុណបងប្អូនដៃភ្លើងជើងរត់ទៀតរឿង